មន្ទីរបញ្ចកោណអាមេរិកប្រកាសត្រៀមបញ្ជូនកងទ័ពឆាត់យងពិសេសពីកងពលធំជើងអាកាសលេខ82ចំនួនពី 3000 ទៅ 4000 នាក់បន្ថែមទៀតហើយទៅកាន់តំបន់មជ្ឈិមបូព៌ាកងកម្លាំងឆាត់យងនេះគឺជាកងទ័ពពិសេសដ៏ខ្លាំងក្លាដែលល្បីរន្ទឺថាអាចដាក់ពង្រាយនៅប្រទេសណាក៏បានជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ18ម៉ោងប៉ុណ្ណោះការប្រកាសត្រៀមបញ្ជូនកងទ័ពពិសេសទៅនេះគឺស្របពេលដែលលោកដូណាល់ត្រាំបានប្រកាសទុកពេល5ថ្ងៃដើម្បីចរចាជាមួយអ៊ីរ៉ង់ជុំវិញរឿងនេះអ្នកនាំពាក្យយោធាអ៊ីរ៉ង់បានប្រកាសក្តែងៗថាសហរដ្ឋអាមេរិកចរចាតែជាមួយខ្លួនឯងប៉ុណ្ណោះមិនបានចរចាជាមួយអ៊ីរ៉ង់ឡើយអ៊ីរ៉ង់បានបញ្ជាក់យ៉ាងដូចនេះបន្ទាប់ពីប៉ាគីស្ថានដែលដើរតួនាទីជាអ្នកសម្រុះសម្រួលបានរាយការណ៍ថាផែនការសន្តិភាព15ចំណុចរបស់លោកដូណាល់ត្រាំបានទៅដល់ដៃភាគីអ៊ីរ៉ង់ហើយក្តីសង្ឃឹមដែលលោកត្រាំផ្ដល់ឲ្យពិភពលោកចំពោះការបើកច្រកសមុទ្រឡើងវិញក្នុងពេលឆាប់ៗខាងមុខប្រែជារលាយដោយអំបិលត្រូវទឹកបន្ទាប់ពីអ៊ីរ៉ង់ឆ្លើយបដិសេធជាបន្តបន្ទាប់ថាមកទល់នឹងពេលនេះមិនទាន់មានកិច្ចចរចាអ្វីទាំងអស់រវាងភាគីទាំងពីរការអះអាងរបស់អ៊ីរ៉ង់ក៏ស្របពេលដែលលោកដូណាល់ត្រាំទើបនឹងស្នើសុំកញ្ចប់ថវិកា$200,000 លានបន្ថែមទៀតដើម្បីបំពេញឃ្លាំងគ្រាប់ទុកបាញ់អ៊ីរ៉ង់ផងដែរតែរឿងនេះហាក់ផ្ទុយពីការលើកឡើងរបស់លោកដែលថាអាមេរិកនិងអ៊ីរ៉ង់កំពុងតែចរចាត្រៀមបញ្ចប់សង្គ្រាមគូបញ្ជាក់ថាសហរដ្ឋអាមេរិកមានកងទ័ពចំនួន 50,000 នាក់កំពុងឈរជើងក្នុងតំបន់មជ្ឈិមបូព៌ាហើយឥឡូវនេះកងកម្លាំងពិសេសជាង 3,000 នាក់ត្រូវបានបញ្ជូនបន្ថែមទៀតដូច្នេះគេសង្ស័យថាអាមេរិកកំពុងត្រៀមបញ្ជូនទ័ពថ្មើរជើងចូលអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះហើយសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍